ប្រទេសថៃមិនត្រឹមតែឆ្លៀនពៀនទឹកដីកម្ពុជាប៉ុណ្ណោះទេប៉ុន្តែក៏បានព្យាយាមដោយឥតអៀនខ្មាស់ដើម្បីដណ្ដើមភាពជាម្ចាស់លើទម្រង់មួយចំនួននៃអរិយធម៌ខ្មែរផងដែរអ្នកជំនាញបានដាស់ស្មារតីពលរដ្ឋខ្មែរឲ្យគិតគូរពីយុទ្ធសាស្ត្រវែងឆ្ងាយជុំវិញការបំភ្លៃប្រវត្តិសាស្ត្ររបស់ប្រទេសជិតខាងក្នុងពេលដែលកម្ពុជាកំពុងយកចិត្តទុកដាក់ខ្ពស់លើបញ្ហាព្រំដែនភាពតានតឹងមួយទៀតបានកើតឡើងក្នុងវិស័យវប្បធម៌ពលរដ្ឋខ្មែរមានការព្រួយបារម្ភចំពោះសកម្មភាពរបស់ថៃដែលបានយកទម្រង់អក្សរខ្មែរបុរាណរួមទាំងប្រពៃណីមួយចំនួនទៅប្រើប្រាស់ក្នុងកម្មវិធីសិក្សានិងសកម្មភាពជាតិរបស់ខ្លួនដែលនាំឲ្យមានការមន្ទិលសង្ស័យអំពីចេតនារបស់ថៃក្នុងការដណ្ដើមយកភាពជាម្ចាស់លើអរិយធម៌ខ្មែរអ្នកជំនាញយល់ថាការដែលថៃដាក់បញ្ចូលទម្រង់អក្សរខ្មែរបុរាណទៅក្នុងកម្មវិធីសិក្សាត្រូវបានមើលឃើញថាជាការទទួលស្គាល់និងការលើកកម្ពស់តម្លៃនៃអក្សរដើមដែលមានឥទ្ធិពលយ៉ាងខ្លាំងក្នុងតំបន់បញ្ហាមិនមែនស្ថិតនៅលើការរៀនសូត្រនោះទេប៉ុន្តែស្ថិតនៅលើការបំផ្លែងឬលួចចម្លងវប្បធម៌ខ្មែរធ្វើជាកម្មសិទ្ធិរបស់ខ្លួនឯងដែលនាំឲ្យបាត់បង់អត្តសញ្ញាណដើមនៃមរតកវប្បធម៌ខ្មែរលោកបណ្ឌិតយ៉ងពៅអ្នកជំនាញភូមិសាស្ត្រនយោបាយកម្ពុជាបានដាស់ស្មារតីប្រជាពលរដ្ឋខ្មែរឲ្យបង្កើនការយកចិត្តទុកដាក់និងរៀនសម្លឹងមើលឲ្យបានវែងឆ្ងាយជាងបញ្ហាទឹកដីការលើកឡើងបែបនេះបានធ្វើឡើងបន្ទាប់ពីលោកសង្កេតឃើញថាប្រទេសថៃបានកំពុងបន្តក្លែងបន្លប់ប្រវត្តិសាស្ត្របើតាមអ្នកជំនាញរូបនេះជំហរផ្លូវការរបស់ភាគីថៃដែលស្ដែងចេញតាមរយៈការលើកឡើងជារឿយៗរបស់លោកស៊ីហាសាភូមិកេតកែវរដ្ឋមន្ត្រីការបរទេសថៃបានបង្ហាញយ៉ាងច្បាស់ថាថៃតែងតែព្យាយាមបកស្រាយថាអរិយធម៌ខ្មែរមិនមែនជាកម្មសិទ្ធិផ្ដាច់មុខសម្រាប់តែកម្ពុជានោះឡើយអ្នកជំនាញដដែលសង្កត់ធ្ងន់ថានេះគឺជាការប៉ុនប៉ងបង្ហាញទៅកាន់ពិភពលោកថាភាពជាម្ចាស់លើអរិយធម៌ដ៏ថ្កុំថ្កើងរបស់ខ្មែរគឺមានចំណែករបស់ប្រទេសថៃដែរជាងនេះទៅទៀតមហិច្ឆតានៃការទាមទារភាពជាម្ចាស់លើអរិយធម៌ខ្មែរនេះគឺគ្របដណ្ដប់ទៅលើវប្បធម៌ខ្មែរទាំងមូលមិនមែនត្រឹមតែទឹកដីមួយភាគតូចឬស្ថិតក្នុងរង្វង់ទីតាំងប្រាសាទបុរាណដែលធ្លាប់មានចំនួននោះទេហើយថៃក៏ចង់បញ្ជាក់ផងដែរថាអ្វីដែលពួកគេកំពុងធ្វើសពថ្ងៃគឺជាសង្គ្រាមដើម្បីការពារអរិយធម៌លោកបណ្ឌិតយ៉ងពៅបានសង្កត់ធ្ងន់ថាកម្ពុជាមិនត្រូវគិតត្រឹមតែផែនការរយៈពេល5ឆ្នាំខាងមុខនោះទេប៉ុន្តែត្រូវរួមគ្នារៀបចំយុទ្ធសាស្ត្រការពារដើម្បីធានាដល់អធិភាពនិងភាពគង់វង្សយូរអង្វែងនៃព្រលឹងជាតិខ្មែររាប់រយឆ្នាំទៅថ្ងៃអនាគតដោយឡែកលោកបណ្ឌិតឆោតប៊ុនថងអ្នកជំនាញទស្សនវិជ្ជាបានរំលឹកថាក្នុងសម័យមហានគរដ៏រុងរឿងរបស់កម្ពុជាថៃទើបតែជាកលសម្ព័ន្ធឡើយហើយបានទទួលឥទ្ធិពលវប្បធម៌ទំនៀមទម្លាប់ភាសានិងសាសនាយ៉ាងច្រើនលើសលប់ពីខ្មែរលោកបណ្ឌិតបន្ថែមថាទោះបីជាបច្ចុប្បន្នថៃបានបកស្រាយវែកញែកក្នុងគោលបំណងកែប្រែការពិតដោយអះអាងថាទទួលឥទ្ធិពលពីឥណ្ឌាក៏ដោយក៏ការប៉ុនប៉ងបំភាន់ដើម្បីដណ្ដើមគ្រប់គ្រងអរិយធម៌ខ្មែរមិនអាចទៅរួចនោះដែរព្រោះប្រវត្តិសាស្ត្រពិតរបស់កម្ពុជាមានភ័ស្តុតាងចងក្រងយ៉ាងច្បាស់លាស់ពីសំណាក់អ្នកស្រាវជ្រាវអន្តរជាតិទាំងអឺរ៉ុបចិននិងរុស្ស៊ីជាដើមការប៉ុនប៉ងអះអាងសិទ្ធិគ្រប់គ្រងនិងការចុះបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិពីសំណាក់ភាគីថៃលើទម្រង់សិល្បៈវប្បធម៌ប្រពៃណីដែលមានលក្ខណៈប្រហាក់ប្រហែលនឹងទម្រង់សិល្បៈវប្បធម៌ប្រពៃណីខ្មែរក៏នៅតែជាប្រធានបទវែកញែកក្តៅគគុកនិងជាក្តីបារម្ភរបស់សាធារណជនខ្មែរដោយគ្នានេះដែរកន្លងមកអ្នកលេងបណ្ដាញសង្គមនិងស្ថាប័នវប្បធម៌ថៃមួយចំនួនតែងព្យាយាមរិះគន់កម្ពុជាដែលបានស្នើបញ្ចូលសម្បត្តិវប្បធម៌ខ្មែរក្នុងបញ្ជី UNESCO ដោយជោគជ័យជាពិសេសរបាំព្រះរាជទ្រព្យល្ខោនស្រមោលស្បែកធំល្ខោនខោលឬក្បាច់គុនបុរាណខ្មែរដោយអះអាងដោយឥតអៀនខ្មាស់ថាមរតកវប្បធម៌ទាំងនោះជារបស់ខ្លួនថ្មីនេះទៀតសោតថៃបានប៉ុនប៉ងទាញយកអក្សរខកដែលដូនតាខ្មែរបានចារឹកនៅលើផ្ទាំងសិលាជញ្ជាំងប្រាសាទបុរាណនិងសាស្ត្រាស្លឹករឹតជាច្រើនរយឆ្នាំមកហើយនោះទៅកែខៃដើម្បីអះអាងថាជាកេរដំណែលវប្បធម៌របស់ថៃថែមទាំងមានបំណងរៀបចំឯកសារដើម្បីស្នើសុំចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌជាតិរបស់គេទៀតផងចំពោះមុខយុទ្ធនាការទន្ទ្រានផ្នែកវប្បធម៌នេះក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាព្រមទាំងអ្នកជំនាញប្រវត្តិសាស្ត្រតែងតែចេញមុខផ្ដល់ភស្តុតាងវិទ្យាសាស្ត្រនិងការស្រាវជ្រាវបែបបុរាណវិទ្យាដើម្បីការពារតថភាពស្ថាប័នកម្ពុជាបានសង្កត់ធ្ងន់ថាទោះបីជាវប្បធម៌មានការហូរចូលនិងជាអតិពលទៅវិញទៅមកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យ៉ាងណាក៏ដោយប៉ុន្តែការប៉ុនប៉ងបំភាន់ប្រវត្តិសាស្ត្រកាត់ផ្ដាច់ឬគល់ដើមឬការលួចចម្លងអត្តសញ្ញាណស្នូលរបស់ជាតិសាសន៍ដទៃយកទៅធ្វើជាកម្មសិទ្ធិផ្ដាច់មុខគឺជារឿងដែលមិនអាចទទួលយកបានឡើយនិងជាការរំលោភលើគោលការណ៍គោរពតម្លៃបេតិកភណ្ឌផងដែរ